Ô không, nè anh trâu tự ao lực cừu chăn máu ná. Lực cừu, nơi tí nít đôi chìm miệt chầm hai bơi sách. À phải chi, anh nơi tí nít trâu tự ao lực cừu chăn, dương tự mơ là ăn nơi khang nó. Ơi da, là bờ spa, anh biết bắt phở đại chú chứ à? Chỉ muốn khmôi lì hén mê rửa vay chỉ muốn khné men tê. Anh mê rửa vay tê mai. Về mai bóp tay ơi rong rập. Men hay, lâu chăm này dây mà. Chê tê bên này chẳng con, trong cả đà đi bị đẹp con pro. Cây cỏ bị lợn lượm đông cặp ô. Tại mà đăng sma thả chung được khla cầm đài. Bị đi khla đúng bạt xì con pro trong mà đang bạt đời hơi. À phải chết, anh trong thân mà nó bò ra bao giờ hơi vậy? Ô không. Chúng nên xuống bông mai bông phôn từng ở khné chấm bạn hay để rô bà rụp khớp men tênថ្ងៃនេះបានចូលរួមbà bằng hai chúនៅទេពកោសល្យពិសេសនៅក្នុងកម្មវិធីរបស់ស្ថានីយ៍ Poly5 គឺកម្មវិធី Lee Young Street Talent ថ្ងៃនេះកាន់តែពិសេសទៀតនៅក្នុងកម្មវិធី Lee Young Street Talent ខ្ញុំបាទនឹងមានអ្វីដែលកាន់តែពិសេសជាងមុនទៀតដើម្បីបង្ហាញជូនពុកម៉ែបងប្អូនជួបជាមួយខ្ញុំបាទ ហើយរ៉ូក្នុងពេលបន្តិចទៀតនេះនៅក្នុងកម្មវិធី Lee Young Street Talent ហេតុដីជាកន្លែងកកើតដីមនុស្សមានសុភាវៈជាច្រើនដែលរស់នៅលើផែនដីស្លឹកឈើនៅលើមែកសម្រាប់នៅក្រោមស្លឹកឈើតែសម្រាប់នេះជាស្លឹកឈើដែលធ្លាក់មកសម្លឹកមើមេឃដឹកដល់សាច់ឆ្កែសម្លឹកពូខែដឹកដល់មាត់ដុតក្រឡេកមើលទៅឃើញទេពស្រយុទ្ធចិត្តខ្សែរន្ធត់ដឹកពគាអាក់ដើរទៅដើរមកឃ្លាតកាន់តែខ្លាំងរត់ទៅបើកឆ្ដាំក្រែងមានអីយ៉ាប់បើកម្រងលៀបធ្វើផ្ដេកឡើងស្លាក់ព្រោះនៅក្នុងឆ្នាំមានប្រហុកគេថានៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយតែមួយខុសនៅផ្ទះម្ដាយទីតីនៅព្រៃម្ដាយនៅផ្ទះបានត្រូវគេថាអំបិលមានរសជាតិមិនឆ្ងាញ់ប៉ុន្តែបើសិនជាយកអំបិលស្ងោរជាមួយបង្កងគឺរសជាតិឈ្ងុយឆ្ងាញ់អស្ចារ្យ មានន័យមែនមានន័យមែន សុំសួរថាអ្នកក្លាហានមកពីបាក់ខាងណាដែរ យើងកំពុងតែងកំណាប់ឯងកុំរំខានយើង អូសូមអធិស្ឋានសូមអធិស្ឋានលោកបងខ្ញុំដើរកាត់ទីនេះបានលើសំឡេងលោកបងតែកំណាប់បានយ៉ាងពិរោះចង់មកសាក់កំណាប់មួយឃ្លីបពីរឃ្លាតឲ្យលោកបងស្ដាប់ដែរតើលោកបងយល់យ៉ាងណា យើងចូលចិត្តអ្នកកំណាប់ណាស់ឯងពិតជាមានសមត្ថភាពថាបង្ហាញយើងភ្លាមមក អរគុណលោកបងសូមមេត្តាស្ដាប់នៅក្នុងទឹកមានសត្វត្រីនៅក្នុងព្រៃគឺមានដុំស្មៅចំណែកលោកខ្ញុំឈឺពោះគ្មានកន្លែងទៅក៏សម្រាប់ចូលស្មៅដើម្បីបញ្ចេញវាចោលតើនោះជាអ្វីលោកបង ណាប់នេះអាភាសណាស់យើងមិនចង់ស្ដាប់ទេយើងកំពុងហែវបាយផងឮកំណាប់ឯងយើងលែងឃ្លានបាយ បាទអរគុណច្រើនអូយបានលេងជាមួយដារ៉ូម៉ាន់ទិកហ្នឹងគឺសប្បាយចិត្តមែនទែនបាទសូមស្វាគមន៍ជាបន្តមកកាន់កម្មវិធី Lee Young Street Talent ពីមកផុតខ្ញុំបានចូលកម្មវិធីហើយហ៎ មែនហើយលោកបងបានចូលហើយ ខ្ញុំស្មានតែគេឲ្យដើរនិយាយអញ្ចឹងរហូតខ្ញុំមិនខ្លាចជាមនុស្សឈួតទេជំរាបសួរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាកញ្ចក់ទូរទស្សន៍ឬកញ្ចក់ទូរស័ព្ទខ្ញុំបាទហៃឡារ៉ូថ្ងៃនេះនឹងមកបញ្ចេញនៅវិជ្ជាគុណនៅក្នុងកម្មវិធី Lee Young Street Talent តើសប្តាហ៍នេះលោកបងនឹងមានសមត្ថភាពពិសេសអស្ចារ្យបែបណានៅបង្ហាញជូនទៅដល់ប្រិយមិត្តទូរទស្សនិកជនរបស់យើងទាំងអស់គ្នា ថ្ងៃនេះខ្ញុំនឹងមកលេបដាវលេបកំបិតលេបដុំថ្មលីភ្នំលីផ្ទាំងសិលាសូមផ្ដាំបងប្អូនដែលមានជំងឺបេះដូងកុំទស្សនាអីបងប្អូនដែលមានអាយុក្រោម18ឆ្នាំក៏កុំទស្សនារន្ធត់ជាពិសេសខ្ញុំនឹងយកអណ្ដាតរបស់ខ្ញុំទៅលិតជាមួយនឹងអណ្ដាតខ្លារួចហើយដឹកដៃខ្លាដើរលេងជុំវិញព្រៃភ្នំ លោកបងពិតជាមនុស្សពូកែពិសេសដែលខ្ញុំមិនធ្លាប់បានជួបពីមុនមកមែនលោកបងរងចាំមើលថាតើសមត្ថភាពរបស់ដារ៉ូនៅក្នុងសប្តាហ៍នេះអស្ចារ្យនិងប្លែកកម្រិតណាក៏សូមអរគុណដល់អ្នកឧបត្ថម្ភនៅក្នុងកម្មវិធីដែរទឹកបរិសុទ្ធ Lee Young បរិសុទ្ធជីវិតស្រស់ថ្លា តកអនាម័យ Eva Premium Eye ត្រជាក់ស្រស់ស្រាយលើពីការរំពឹងទៅ ដារ៉ូត្រៀមខ្លួនរួចរាល់នៅ ហើយទៅ រួចរាល់ហើយ រួចរាល់ហើយណាលោកបង អូខេ ដូច្នេះសូមទស្សនាការបង្ហាញសមត្ថភាពរបស់ដារ៉ូដូចតទៅ ការបង្ហាញទេពកោសល្យទី1សូមចាប់ផ្ដើម អូខំនេះលោកគ្រូថាពួកយើងសម្រាប់នៅទីនេះហើយមិនអាចបន្តដំណើរទៅមុខទៀតបានទេ មែនហើយលោកគ្រូប៉ុន្តែកន្លែងនេះដូចជាមានចំហាយបេសាច់ ដែលសួរច្បងរបបសម្រាប់នៅទីនេះទៅឲ្យជ្រូកដើរឡើងចុកជើងទៅហើយសួរច្បងប៉ាជេនេះពួកយើងទើបតែសម្រាប់អន្តើអូខំនេះឯងទៅរកទៅឲ្យលោកគ្រូឆាន់មកណា លោកគ្រូ
នៅទីនេះដូចជាមានចំហាយបើសាច់អាប៉ាជីហើយនៅទីនេះត្រូវទឹកឲ្យលោកគ្រូឆាន់យើងទៅមើលឡាងនៅខាងនោះ អីយ៉ាលបងស្វាហើយមិនបាត់ប្រើតែឈូកចឹងអាសើពោតសាហើយត្រូវទឹកឲ្យលោកគ្រូឆាតមក បាចេនេះសិស្សបងរបស់ឯងគេធ្វើដំណើរលាបានហត់មួយថ្ងៃហើយឯងទៅណា អាប៉ាជីអាល្ងងឯងនេះកុំខ្ជិលពេកលោកម្ចាស់លោកម្ចាស់ មានរឿងអី ខ្ញុំទទួលដំណឹងថាសងខាងធ្វើដំណើរទៅចម្លងថននៅឯភាគខាងលិចឥឡូវនេះឆ្លងកាត់ឡានរបស់យើងហើយ ថាម៉េច ឱកាសនេះយើងចាប់យូរដល់ហើយយើងល្បីថាបើសិនជាបានស៊ីសាច់សងខាងយើងនឹងមានជីវិតអមតៈ មែនហើយលោកបងអញ្ចឹងនេះជាឱកាសរបស់ពួកយើងហើយប៉ុន្តែខ្ញុំឮថាគេមានកូនសិស្សដែលមានមហិទ្ធិឫទ្ធិមានវិជ្ជាគុណខ្លាំងជាពិសេសសិនអ៊ូខុងនោះ500ឆ្នាំមុនទៅអុកលោកនៅឋានលើ មែនហើយប៉ុន្តែមិនទេយើងជឿថាបងប្អូនរបស់យើងប្រកាសជាកម្ចាត់អាស្វានោះបានពួកឯងឆាប់ត្រៀមកម្លាំងដើម្បីទៅចាប់សងខាងជាមួយយើងហើយសម្រាប់កូនសិស្សរបស់គេ ម៉ែលោកម្ចាស់ អូយសិស្សច្បងមិនបានប្រើតែឈូងចឹង ជួយផងជួយខ្ញុំផង អ៊ូខុងឯងមានឮសំឡេងអីទេ ដូចជាសម្លេងតាចាស់ជួយខ្ញុំផង បែរដល់លោកគ្រូចាំខ្ញុំកណ្ដាលទៅមើលអើយ៉ាលោកគ្រូពិតជាមានតាចាស់ម្នាក់មែនឧបាសកនេះឧបាសកទៅដល់បណ្ដាហ្នឹង បដៃចកូនខ្ញុំកដាសូមគោរពខ្ញុំកដាជួបគ្រោះនៅលើភ្នំកូនប្រុសខ្ញុំកដាត្រូវស្លាប់បាត់ហើយ ឧបាសកនេះតើឧបាសកមានរឿងអីឆាប់និយាយមក មែនហើយលោកឆាប់និយាយមកចេះទេបដិចកូនខ្ញុំកដានេះពីអ្នកកូនប្រុសក្រីក្រពេកឡើងលើភ្នំកាប់អូបតែមិនដឹងស្មាតថាជុំដឹកខ្លាកំដាច់ពេលនេះខ្លានោះបាត់ស៊ីកូនប្រុសខ្ញុំកដាបាត់ទៅហើយបដិចកូនអើយជួយខ្ញុំកដាផងខ្ញុំកដាមិនចង់ស្លាប់នៅទីនេះទេ អ៊ូខុងឯងមើលទៅឧបាសកម្នាក់នេះគួរឲ្យអាណិតណាស់ លោកគ្រូកណាត់ថាតាកចាស់នេះវាគឺជាបិសាចប្រែកាឡាហើយ ណែសិស្សច្បងសិស្សច្បងឯងសម្រាប់មនុស្សឡើងកំហុសប្រដេកហើយឃើញដល់ក៏ជាបិសាចលោកគ្រូសូមបលេងបន្ទឹកក្បាលគាត់ភ្លាមទៅអាស្វានេះភ្លឺហើយ អាប៉ាឈីឯងចង់ត្រូវមករបស់របស់យើងហើយ អ៊ូខុងទោះបីជាយ៉ាងណាឯងត្រូវស៊ើបពីដឹងការពិតសិនទៅណា អាតាកចាស់ឯងអាចបន្លំលោកគ្រូយើងបានប៉ុន្តែឯងមិនអាចបន្លំភ្នែកយើងបានទេអត់ទេបដិជាកូនខ្ញុំកដាមិនបែរជាបិសាចទេលោកគ្រូអាកចាស់នេះវាជាបិសាច អ៊ូខុងឯងកុំវិនិច្ឆ័យផ្ដេសផ្ដាស់ណាមើលទៅឧបាសកនេះគាត់គួរឲ្យអាណិតណាស់ បែរហើយបដិជាកូនជើងខ្ញុំកដានេះត្រូវខ្លានោះខាប់ចង់បាក់ទៅហើយខ្ញុំកដាដើរមិនរួចទេផ្ទះនៅខាងភ្នំខាងក្រោមឯដោះអាកចាស់ អូនសិស្សច្បងបើសិនជាសិស្សច្បងសម្រាប់គាត់លោកគ្រូសូមបលេងបន្ទឹកក្បាលគាត់ទៅ អ៊ូខុង លោកគ្រូប៉ុន្តែសិស្សច្បងគាត់មានភ្នែកទឹកណាគាត់ដឹងថាជាបិសាចប្រែកាឡាអីដែរអាសិស្សពោតសាហើយចង់ឈួតតាមអាស្វានឹងដែរហើយអាចង្រៃ បានហើយអ៊ូខុងឯងគ្រាឧបាសកនេះទៅសម្រាប់ជាមួយពួកយើងទៅ លោកគ្រូពិតជាមិនចេះបែងចែកល្អអាក្រក់មែន អ៊ូខុងឯងឆាប់គ្រាឧបាសកនេះទៅសម្រាប់ជាមួយយើងទៅ អើយលោកគ្រូពិតជាមិនចេះបែងចែកល្អអាក្រក់មែន លោកគ្រូតែខ្ញុំកណាត់ថាសិស្សច្បងគាត់មានភ្នែកទឹកណាគាត់អាចដឹងថាជាបិសាចដែរអាសិស្សពោតសានេះឯងចង់ឈួតតាមអាស្វានឹងហើយអាប៉ាឈីអាចង្រៃ បានហើយ អីយ៉ាលបងសងខាងនោះចាញ់ល្បីរបស់ពួកយើងហើយ មែនហើយយើងឲ្យគ្នារបស់យើងទៅបន្លំធ្វើជាតាចាស់មិនដឹងស្បាថាគេល្ងងដល់ដាក់នេះសោះ មែនហើយលោកម្ចាស់យុគនេះយើងប្រកាសជាបានស៊ីសាច់គេហើយ បើជើងប្រាប់គ្នារបស់យើងឲ្យទៅដាប់ទឹកទុកមុនទៅ អូហូតារ៉ូបង្ហាញសមត្ថភាពអស្ចារ្យមែនទែនមិញដូចកំពុងតែមើលរឿងពុំខាងជេងអញ្ចឹងបាទ ចាំមានតួអង្គច្រើនមែនតើមានទាំងអ៊ូខុងចាលោកគ្រូថាងជេចាតាជេ អរិយទឹកបិសាច មានបិសាចទេអូហូ ចា ចា មែនទែនបាទចុះបើឲ្យបញ្ចូលសម្លេងអីផ្សេងទៀតអាចធ្វើបានទេ អាចបានទេ បានទៀតប៉ុន្តែគាត់ថាយើងមានមកមកសូក្រោយទៀត សូទីសូក្រោយទៀត បាទលាក់ទុកទឹកណោះ ប៉ុន្តែអាចនិយាយសម្លេងបែប sport អញ្ចឹងហ៎ បាទ បាទឥឡូវទុំបន្តិចមក sport ហ្នឹង ហើយនេះមេក្តៅណាស់ លោកអ្នកកំពុងស្រែកទឹកមែនទេទឹកបរិសុទ្ធលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លា អូហូមែនទេ ចាធ្លាប់តែឮនៅក្នុងចា YouTube ក៏ដូចជាចា បណ្ដាញសង្គមនេះ ចាដែលគាត់បានបញ្ចូលសលេងធ្លាប់តែលើក
បាទ ឃើញរូបភាពប៉ុន្តែអត់ឃើញអ្នកបញ្ចូលសម្លេងទេចាដល់ពេលឥឡូវបានជួបផ្ទាល់ លែងចង់មើលរឿងនោះវិញ អត់ទេនៅតែចង់មើល តែអ្នកខ្លះគេថាធ្លាប់ឮសំឡេងហ្នឹងចូលចិត្តទស្សនាដល់ពេលឃើញមុខលែងហ៊ានមើលរឿងហ្នឹង កាលនៅពីក្មេងខ្ញុំតែឆ្ងល់ថាចុះមិនទុនអ៊ូខុងមកដូចអ៊ូខុងដល់អ្នកបញ្ចូលសលេងបាទ ចាគាត់តែសម័យតួអង្គបញ្ចូលសម្លេងណា បាទដល់ពេលមកមើលអញ្ចឹងបានថាអូដារ៉ូតាបាទមុខចេះមិនមែនមុខដូចស្វាយទេបាទ មុខ ដូចដារ៉ូអញ្ចឹងមក ចឹងហ្នឹងបានន័យថាម៉េច មនុស្សដូចគ្នា មនុស្សដូចគ្នាធម្មតាបាទឥឡូវសុំកន្លងកាសមួយទៀតមើល ស្វាគមន៍លោកស្រីនេះគេយកមកកត់ស្ថាប័នស្បាត់ដល់ Remy Stereo ប្រកួតជាមួយ Undertaker ស្វាគមន៍ Remy Stereo បាទសុំមកបុកកទីស៊ីចលែនមួយ លោកនេះបុកទីបដល់ហើយកត់ចលេតចេញពីកប៉ៅហើយប្រកួតជាមួយយើងបើចាយើងប្រកាសជាយកចលេតយកចូលក្នុងវត្តរបស់ឯង មិនស្វ័យទេឲ្យតែឯងប្រកួតឈ្នះយើងសិនទៅ អូបាទនេះបុកកទីប៉ាជាមួយនឹងអ៊ូខុងឬក៏មិន បាទជាមួយរ៉េគេរ៉េគេ រ៉េ រ៉េម្លេងមិនបាទកន្លះកាបង ស្តៀងអ៊ូខុងដែរហ៎ បាទ បាទពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាការបង្ហាញសមត្ថភាពដ៏អស្ចារ្យរបស់ដារ៉ូនៅក្នុងវគ្គទី1នេះបញ្ចូលសម្លេងបានគ្រប់ទម្រង់បានគ្រប់តួអង្គបាទមានច្រើនប្រភេទមែនទេចាំមើលថាតើនៅក្នុងវគ្គទី2ដារ៉ូនឹងមានសមត្ថភាពពិសេសបែបណានៅបង្ហាញជូនជាបន្តទៀតពីកម្មវិធីសូមសម្រាប់បន្តិចសា ការបង្ហាញសមត្ថភាពទេពកោសល្យទី2 លីតានេះកូនមកពីរៀនវិញហើយហ៎ចាម៉ែកូនជាមួយក្មួយលីហេងមានរឿងអ្វីជាមួយគ្នាមែនទេអត់មានរឿងអ្វីទេម៉ែកុំកុហកម៉ែណាម៉ែដឹងបងលីហេងក៏ប្រច័ណ្ឌខ្ញុំថ្ងៃមុនកូនទៅនិយាយជាមួយគេឲ្យបានច្បាស់លាស់ទៅណាកុំឲ្យមានរឿងយល់ច្រឡំអញ្ចឹងទៀតចាម៉ែថ្ងៃស្អែកកូននឹងទៅនិយាយជាមួយគាត់ស្អែកឡើងនៅហាងកាហ្វេហាលីតានេះលីតាមកញ៉ាំកាហ្វេដែររ៉ាត់ខ្ញុំមានរឿងចង់និយាយជាមួយលោកអូមានរឿងអ្វីទៅលីតាឆាប់និយាយប្រាប់ខ្ញុំមកចាប់ពីថ្ងៃនេះទៅលោកក៏មកស្និទ្ធស្នាលជាមួយខ្ញុំបានទេព្រោះបងលីហេងក៏មិនសប្បាយចិត្តទេបើសិនជាលីតាមិនចង់ឲ្យខ្ញុំស្និទ្ធស្នាលជាមួយលីតាក៏បានដែរព្រោះបងលីហេងគាត់យកច្រឡំរឿងថ្ងៃមុនគាត់គិតថាខ្ញុំហើយនឹងរ៉ាត់មានស្នេហាជាមួយគ្នាមិនអីទេបើលីហេងគេយកច្រឡំអញ្ចឹងហើយខ្ញុំនៅឲ្យឆ្ងាយពីលីតាក៏បានដែរយើនៅជាមួយគ្នាល្អណាស់ណោះយ៉ាងម៉េចថ្ងៃមុនមិនអស់ចិត្តទេអីពេលនេះឃើញច្បាស់នៅភ្នែកហើយលីតានេះអូនក្បត់បងហ៎ហ៊ានណាត់គ្នាមកហាងកាហ្វេជាមួយគ្នាផងស្រាប់អូនសិនរឿងនឹងមិនមែនអញ្ចឹងទេវាជារឿងចៃដន្យខ្ញុំមិនបានណាត់គ្នាជាមួយរ៉ាត់ទេលីហេងស្រាប់ខ្ញុំសិនណាខ្ញុំមិនបានណាត់គ្នាជាមួយនឹងលីតាទេហើយខ្ញុំក៏គ្មានតំណែងជាមួយលីតាដែរកុហកបានល្អណាស់ចោលមិនដែលសារភាពខ្លួនថាជាចោលទេលីតាបងខំស្រឡាញ់អូនមិនបានជាអូនធ្វើអញ្ចឹងបងមិនល្អត្រង់ណាយ៉ាងម៉េចអូនសុកចិត្តលួចលាក់ជាមួយគ្នាអញ្ចឹងអីបើចង់បែកបងអូនគួរតែប្រាប់បងមួយម៉ាត់ទៅចាប់បាច់លួចលាក់ធ្វើអីពេលម៉ែពកផ្ទៃអើរងរាប់កិច្ចការយ៉ាងយ៉ាប់ឪបំពេញទោះការងារស្រីឬមិនដេចមិញឪត្រូវអើយបំពេញជំនួសម៉ែធ្វើកិច្ចការតែម្នាក់ឯងក្រោមក្តៅសរសែងឥតស្រាក់លហើយញើសជោគកាយារាល់ថ្ងៃខែឪប្រឹងអត់ប្រែចិត្តនឿយណាយអូហូ ចា សមត្ថភាពនៅក្នុងវគ្គទី2នេះរឹតតែពិសេសរឹតតែអស្ចារ្យមិនត្រឹមតែបញ្ចូលសម្លេងបានគ្រប់តួអង្គទេស្មូតបានពីរោះទៀតដារ៉ូ មិញដាក់អារម្មណ៍ឡើងចង់ស្រក់ទឹកភ្នែកស្មូតតាថែមត
ពី3ម៉ាត់ទៀតដល់ទឹកផ្នែករាវហើយ ខ្ញុំអត់ដែរលឺដារ៉ូស្មូតណាធ្លាប់តែលឺបញ្ចូលសលេងដល់ពេលស្មូតព្រោះកាន់តែព្រោះបាទហើយដារ៉ូចេះស្មូតតាំងពីអាយុប៉ុន្មានដែរ អូចេះតាំងពីអាយុប្រហែលជា15 16ហ្នឹងធ្លាប់ស្មូតតាមរោងបុណ្យអីតា អញ្ចឹងអូកាលហ្នឹងរលុយស្មូតតាមរោងបុណ្យដែរ អាហ្នឹងស្មូតតាមកម្មវិធីបុណ្យអីចឹងមិនមែនរលួយទេហ្នឹងចាស់គាត់ដឹងចឹងណា យើងទៅជួយកម្មវិធីណោះបាទមានទឹកបាទហើយគិតមិនបានទៅរៀនស្មូត អូដោយសារធ្លាប់បួស អូស្មូតមួយណោះបាទ ចាំបានស្មូតបានយ៉ាងពីរោះស្មូតមិនរៀងហត់រៀងស្អកកតិច ស្អកអីទៅ អូដល់ឥឡូវបញ្ចូលធម្មពលជាមួយនឹងទឹកនេះយ៉ាងមកយើងតិចទៅ គេហៅថាបរិសុទ្ធជីវិតស្រស់ថ្លានេះ បាទដាក់ស្រស់ថ្លាមួយមកចឹងអូយឆ្ងាញ់អូយតិចណាស់ទៅអូយ តែបានពេញទេប្រហែលទេ ម្ដងកន្លះដបឆ្ងាញ់របស់គេមែនហើយ ទឹកបរិសុទ្ធលីយ៉ងបរិសុទ្ធជីវិតស្រស់ថ្លាដូចជាទឹកក្នុងដបអញ្ចឹង ដារ៉ូមានសមត្ថភាពបញ្ចូលសលេងឲ្យស្មូតចុះបរ៉េបអីចេះទៀតអត់ រ៉េបហ៎ រ៉េបចឹង អើយថារ៉េបហ្នឹងចូលចិត្តតែត្រាប់គេ ហ្នឹងឥឡូវសុំត្រាប់បន្តិច គេសួរខ្ញុំជានរណាពីមុនខ្ញុំធ្លាប់ជាស្អីខ្ញុំគឺជាខ្មែរចំនួនក្រោយនិយមឯខាងតន្ត្រីខ្ញុំអាំងទៅលើសំដីស្មារតីក៏មិនអាចបំភ័យគេលើពីខ្ញុំទៅតាមអត្ថន័យនិងពាក្យដែលខ្ញុំនិយាយខ្ញុំជិះប្រឡងលើវិស័យនេះសង្ខេតគេថាដូចជាប្លែកមានអារម្មណ៍ថាខ្ញុំជាម្នាក់បង្កើនសមត្ថភាពរឿងចម្លែកអ្នកយល់ពីខ្ញុំមិនប្រកែកគេអរគុណខ្ញុំជាអណាយគេដឹងថាខ្ញុំអាចទៅរួចដោយសារតែខ្ញុំជាជើងឯកជើងឯកតែម្នាក់ដែលអ្នកមនិតស្មានបើសិននេះចង់តាមដាន ហូយ DJ យូពូបន្ទាប់ពីនេះរួចតើដារ៉ូមានសមត្ថភាពអីបន្ថែមទៀតអត់ មួយថ្ងៃនេះស្អកអញ្ចឹងនឹកឃើញខេមកាលណាខ្ញុំស្អកខ្ញុំនឹកឃើញខេមហ៎ អូយច្រៀងបទសម័យបាន 3ទៀតហើយណា ដាក់មួយទៀត 3ទៀតហើយ ខេមមុនគាត់ច្រៀងគាត់និយាយនេះសិន អូខេ បាទថ្ងៃនេះខ្ញុំបាទខេមសប្បាយចិត្តណាស់ដែលបានមកជួបបងប្អូនទាំងអស់គ្នានៅទីរួមខេត្តកំពង់ឆ្នាំងហើយខេត្តកំពង់ឆ្នាំងនេះគឺជាទឹកដីស្រុកកំណើតរបស់ខ្ញុំបាទតែម្ដងឥឡូវនេះរីករាយជាមួយនឹងបទចម្រៀងរបស់ខ្ញុំបាទនៅលើលោកនេះអ្នកណាចង់ក្រនៅលើលោកនេះអ្នកណាចង់ក្រចង់រស់ត្រដោវេទនាខ្លោចផ្សា អូយមិននឹកស្មានតែគេធ្វើសលេងទៀត ចា ឥឡូវចេះធ្វើសំឡេងអ៊ីណូអត់ចឹង ចេះ អូចេះទៀត ទៀតមកចឹង អាចឈួតគឺខ្ញុំ អូហ្នឹងឯងហ្នឹងបាទអរគុណច្រើនដារ៉ូសមត្ថភាពពិតជាពិសេសច្រើនប្រភេទសំថាំងពុះហួរបន្តិចទៀតមក មកសុំតិចមកតោះ តិនវីហ៎ តិន ចា វី អូខេ បុកខ្ញុំសម្រេចចិត្តដាក់ពាក្យប្រឡងធ្វើជាមន្ត្រីរាជការហោះអាចឆោតពុករងចាប់ពាក្យនេះ25ឆ្នាំហើយដើម្បីគ្រួសាររបស់យើងកូនត្រូវទៅធ្វើអញ្ចឹងយល់ច្រឡំហ៎មិនមែនដើម្បីគ្រួសារទេហោះដើម្បីដដាដើម្បីស្រីហោះដើម្បីស្រីដូចជាណាស្រីនោះនៅដំណាក់អ៊ីហុងឈ្មោះយូសៀងល្អណាស់ស្លាប់ដើម្បីស្រីវិនិច្ឆ័យដើម្បីស្រីពិតជាល្អមែនកូនប្រុសពុក អូបាទចាំមែនដារ៉ូ ចាអរគុណច្រើនខាងមែនតើចំពោះដារ៉ូដែលបានបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងថ្ងៃនេះការបញ្ចូលសម្លេងចាខាងជេងសុនអ៊ុកខំ ប៉ាជេទឹកបីសា ច្រើនខ្លាំងមែនតើ តួក្មេងតួក្រមុំតួកំឡោះទៀតបាទចង់អ៊ីណូចង់ខេមចង់រ៉េបខ្មែរមួយជីវិត ចាជាចំក្រោយមានពេលពេចអីផ្ដាំផ្ញើទៅកាន់ទស្សនិកជនរបស់យើង បាទចុងក្រោយខ្ញុំបាទអរគុណទៅកាន់ស្ថានីយ៍ទូរទស្សន៍ពល5និងកម្មវិធីលីយ៉ងបាទ Street Talent ជាពិសេសអរគុណទឹកបរិសុទ្ធលីយ៉ងបាទជាទឹកបរិសុទ្ធមួយដែលគេហៅថាល្បីតាំងពីខ្ញុំបាទនៅក្មេងម្លេះឥឡូវខ្ញុំបាទចាស់ហើយគាត់នៅតែល្បីជាងខ្ញុំទៀត ចឹងតាំង ថាគុណភាពនៅតែល្អ បាទ តាំងពីក្មេងដល់កន្លោះតាំងរហូតដល់អស់កន្លោះណា ឥឡូវនេះយើងលាក់បាំងអីទេ អត់ទេដារ៉ូអូឡាស៊ីននេះ អីអត់ជឿទេ កំឡោះដែរបាទអរគុណហើយអរគុណទៅដល់កម្មវិធីលីយ៉ង Street Talent នេះដែលគាត់ផ្ដល់ឱកាសដល់អ្នកដែលមាន talent នៅក្នុងប្រទេសកម្ពុជារបស់យើងអ្នកខ្លះគាត់អត់មានគាត់មានសមត្ថភាពតែគាត់បានបញ្ចេញប៉ុន្តែមានកម្មវិធីនេះមួយគ្នាគាត់ថាគាត់អាចមកបញ្ចេញហើយអាចនឹងទទួលការងារបានផ្សេងមកតាមរយៈកម្មវិធីហ្នឹងបាទហើយអរគុណទស្សនិកជនដែលគាំទ្រជាមួយនឹងកម្មវិធីនេះផ្ទាល់ផងដែរហើយជូនពរពុកម៉ែបងប្អូនជួបផ្ទះនៅសេចក្តីសុខសេចក្តីចម្រើនបាទអរគុណច្រើនបាទ បាទអរគុណដារ៉ូច្រើនដែលបានផ្ដល់កិត្តិយសចូលរួមនៅក្នុងកម្មវិធីរបស់យើងនៅក្នុងសប្តាហ៍នេះក៏សូមជូនពរដារ៉ូឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជោគជ័យនៅគ្រប់ភារកិច្ចការងារផងដែរ បាទ ប្រិយមិត្តទូទស្សនិកជនគណៈពេលនេះពីកម្មវិធីរបស់យើងក៏បានឈានដល់ទីបញ្ចប់មុននឹងបញ្ចប់សូមអរ
គុណទៅដល់អ្នកឧបត្ថម្ភកម្មវិធីដោយតកអនាម័យ EVA Premium Eye ត្រជាស្រស់ស្រាយលើពិការរំពឹងទៅ ទឹកបរិសុទ្ធលីយ៉ុងបរិសុទ្ធជីវិតស្រស់ថ្លា ខណៈពេលនេះកម្មវិធី Lyon City Thailand